អ្នកថតលើគេនិយាយពាក្យទាំងនេះអត់ប្រុសអាចរៀនដល់ខ្ពស់ប៉ុណ្ណាក៏បានជាសិទ្ធិរបស់គេស្រីរៀនល្មមបានហើយប្រុសដូចជាមានទឹកដមអញ្ចឹងស្រីដូចជាកណាត់សតែអ្នកទាំងអស់គ្នាគឺអញ្ចឹងដែរអត់ដូចជាពុកម៉ែរបស់ខ្ញុំធ្វើដាក់បងស្រីរបស់ខ្ញុំពួកគាត់បានឲ្យបងស្រីរបស់ខ្ញុំឈប់រៀនហើយរៀបការពេលនោះបងស្រីរបស់ខ្ញុំនៅក្មេងខ្លាំងណាស់ពុកម៉ែប្រាប់បងថាខាងប្រុសគេមានការងារធ្វើអញ្ចឹងគេចិញ្ចឹមកូនរួចប៉ុន្តែតាំងពីពួកគាត់រៀបការមកបងស្រីត្រូវរ៉ាប់រងការងារផ្ទះមើលកូនតែម្នាក់ឯងគាត់ពុំមានការងារមុខរបរច្បាស់លាស់តែអាចរស់នៅដោយឯករាជ្យខ្លួនឯងបាននោះទេប៉ុន្មានឆ្នាំក្រោយមកប្តីរបស់គាត់ក៏ចាប់ផ្ដើមមើលងាយនិងធ្វើបាបគាត់តែពុកម៉ែប្រាប់ឲ្យបងស្រីទ្រាំទៅតែខ្ញុំមិនចង់ដូចបងស្រីឡើយខ្ញុំចង់រស់នៅខ្ញុំជាខ្ញុំមិនចង់ឲ្យនរណាគេម្នាក់មកកំណត់ជោគវាសនារបស់ខ្ញុំនោះទេដូច្នេះហើយខ្ញុំត្រូវទៅតវ៉ាជាមួយនឹងពុកម៉ែជាពីការរៀនសូត្រខ្ញុំទៅជួយបងស្រីលក់បន្លែនិងត្រីដើម្បីបានលុយបន្តិចបន្តួចយកទៅរៀនហើយខ្ញុំពិតជាអាចធ្វើវាបានខ្ញុំតស៊ូរហូតដល់ខ្ញុំបានរៀនចប់ថ្នាក់ទី12ដោយសារតែខ្ញុំមានសមត្ថភាពនិងមានការតស៊ូខ្ញុំក៏បានទទួលអាហារូបករណ៍ទៅរៀននៅទីក្រុងភ្នំពេញអ្វីហាក់បីដូចជាលេងដើរទៅមុខអ្វីដែលអាក្រក់បំផុតនោះខ្ញុំស្ទើរតែបាត់បង់បងស្រីរបស់ខ្ញុំទៅហើយតែខ្ញុំគួរតែបោះបង់ត្រឹមនឹងហើយត្រូវអត់តែជីវិតគឺជាការតស៊ូខ្ញុំប្រាប់ខ្លួនឯងថារាល់បញ្ហាគឺសុទ្ធតែមានដំណោះស្រាយខ្ញុំមានសមត្ថភាពហើយខ្ញុំអាចធ្វើបានហើយខ្ញុំពិតជាអាចធ្វើវាបានខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាហើយខ្ញុំអាចមានសមត្ថភាពធ្វើការងារល្អមួយដែលអាចរកលុយចិញ្ចឹមខ្លួនឯងឬគាត់ពងបងស្រីនិងពុកម៉ែនៅឯស្រុកហើយពួកគាត់ក៏ចាប់ផ្ដើមគាំទ្រការសម្រេចចិត្តរបស់ខ្ញុំជាបន្តបន្ទាប់ហើយខ្ញុំក៏មិនឈប់ត្រឹមនឹងដែរខ្ញុំតស៊ូរហូតដល់បានទទួលអាហារូបករណ៍ត្រៀមនៅក្រៅប្រទេសដែលជាក្តីស្រមៃរបស់ខ្ញុំតាំងពីតូចមកខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអ្នកមានសមត្ថភាពជាងអ្វីដែលអ្នកគិតថាអ្នកអាចធ្វើបានខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសួរខ្លួនឯងថាតើអ្នកចង់រស់នៅតាមជោគវាសនាដែលត្រូវបានគេកំណត់ឲ្យឬក៏អ្នកខិតខំប្រឹងប្រែងតស៊ូដោយខ្លួនឯងសម្រេចនៅអ្វីដែលអ្នកចង់បានសាកល្បងវាហើយអ្នកនឹងឃើញលើខ្លួនឯងជម្រើសគឺជារបស់អ្នក